ដំបូងមានសំខាន់បំផុតដែលបងចង់ប្រាប់ទៅកាន់ប្អូននៅពេលនេះគឺនៅក្នុងអំឡុងពេល10ម៉ោងមុនការប្រឡងបាក់ឌុបគឺមិនមែនជាពេលដែលប្អូនត្រូវសម្រុករៀនមេរៀនថ្មីនោះទេប៉ុន្តែគឺជាពេលមួយដែលប្អូនត្រូវត្រៀមចិត្តត្រៀមកាយត្រៀមកម្លាំងដើម្បីប្រយុទ្ធនិងបំពេញសមត្ថភាពប្អូនឲ្យបាន100%នៅក្នុងការប្រឡងថ្ងៃស្អែកនេះជំរាបសួរក៏ដូចជាសួស្តីបងប្អូនថ្នាក់ទី12ទាំងអស់គ្នានាងខ្ញុំគឺជាអតីតសិស្សនិទេសអេមកពីវិទ្យាល័យលំវែងខេត្តរតនមានជ័យហើយសប្តាហ៍ថ្ងៃនេះផងដែរនាងខ្ញុំកំពុងបន្តការសិក្សាជានិស្សិតឆ្នាំទី1នៅសាកលវិទ្យាល័យ Western នៃជំនាញភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងការប្រឡងបាក់ឌុបជាជាងចូលម្ដងហើយអំឡុងពេល10ម៉ោងនៅមុនការប្រឡងបាក់ឌុបនេះបងប្អូនប្រកាសជាមានអារម្មណ៍ថាភ័យព្រួយខ្លាចថាមិនអាចធ្វើបានតាមអ្វីដែលបានគ្រោងទុកឬក៏បងប្អូនអាចនឹងមានអារម្មណ៍ថាតើគួរធ្វើបែបណាសម្រាប់ការប្រឡងនៅថ្ងៃស្អែកនេះឲ្យធ្វើបានល្អបំផុតតាមដែលធ្វើទៅបានបងនឹងថាក្នុងរយៈពេល10ម៉ោងមុនការប្រឡងបាក់ឌុបឈានចូលមកដល់នេះបងប្អូនក៏មានអារម្មណ៍មួយថាភ័យហើយខ្លាចថាមិនអាចធ្វើបានតាមដែលអាចបានគ្រោងទុកដូច្នេះហើយបងប្អូនកុំភ័យអារម្មណ៍មួយនេះគឺសិតតែបងធ្លាប់បានឆ្លងកាត់រួចមកហើយដូច្នេះបងប្អូនត្រូវតែត្រៀមចិត្តខ្លួនកាយបានល្អមុននឹងសមរភូមិទឹកបិចឈានចូលមកដល់ដំបូងមានសំខាន់បំផុតដែលបងចង់ប្រាប់ទៅកាន់ប្អូននៅពេលនេះគឺនៅក្នុងអំឡុងពេល10ម៉ោងមុនការប្រឡងបាក់ឌុបគឺមិនមែនជាពេលដែលប្អូនត្រូវសម្រុករៀនមេរៀនថ្មីនោះទេប៉ុន្តែគឺជាពេលមួយដែលប្អូនត្រូវត្រៀមចិត្តត្រៀមកាយត្រៀមកម្លាំងដើម្បីប្រយុទ្ធនិងបំពេញសមត្ថភាពបងប្អូនឲ្យបាន100%នៅក្នុងការប្រឡងនៅថ្ងៃស្អែកនេះអ្វីដែលគួរធ្វើនិងមិនគួរធ្វើក្នុងរយៈពេល10ម៉ោងនេះទី1អ្វីដែលមិនគួរធ្វើបងប្អូនមិនគួរមើលមេរៀនថ្មីឬក៏លំហាត់ថ្មីនោះទេការមើលមេរៀនថ្មីនៅអំឡុងពេលនេះគឺធ្វើឲ្យបងប្អូនមានអារម្មណ៍មួយថាភ័យឃើញចំណុចនេះដែលខ្លួនមិនចេះឃើញចំណុចនោះដែលខ្លួនមិនចេះនឹងធ្វើឲ្យបងប្អូនមានអារម្មណ៍ថាភ័យហើយនឹងអាចធ្វើឲ្យបងប្អូនភ្លេចមេរៀនចាស់ៗដែលបងប្អូនបានធ្លាប់រៀនពីមុនមកផងដែរទី2គឺបងប្អូនមិនគួរមើលបណ្ដាញសង្គមឬមួយក៏ពាក្យចចាមបារាំងនោះទេបងប្អូនមិនគួរជឿទៅលើពាក្យចចាមបារាំងដែលថាការបែកធ្លាយវិញ្ញាសាឬមួយក៏អ្វីដែលគេនិយាយថាគេទាយថានៅត្រង់ចំណុចនេះត្រូវចេញចំណុចនោះត្រូវចេញព្រោះថាចំណុចដែលបងប្អូនពោលចំណុចទាំងអស់នេះគឺវានឹងធ្វើឲ្យបងប្អូនមានអារម្មណ៍ថាភ័យហើយនឹងបាត់បង់វិញ្ញាណលើខ្លួនឯងសម្រាប់ការប្រឡងចំណុចទី3ឈប់ទប់ផ្នែករៀនតភ្លឺមកដល់ពេលនេះហើយគឺមិនមែនជាពេលដែលបងប្អូនទៅទប់ផ្នែករៀនតភ្លឺនោះទេការគេងមិនបានគ្រប់គ្រាន់នឹងធ្វើឲ្យក្បាលរបស់បងប្អូនស្ពឹកហើយនឹងធ្វើឲ្យបងប្អូនភ្លេចភ្លាំងវង្វេងវង្វាន់សម្រាប់ការប្រឡងថ្ងៃស្អែកមិនដឹងថាអ្វីដែលគួរធ្វើឬគួរធ្វើនោះឡើយអ្វីដែលគួរធ្វើជាចាំបាច់ចំណុចទី1អាចមើលជាគន្លឹះមេរៀនសំខាន់ឬមួយក៏ជាមេរៀនសង្ខេបបងប្អូនអាចមើលជាមេរៀនដែលបងប្អូនបានសង្ខេបតាំងពីដើមឆ្នាំមកឬក៏ជាគន្លឹះនៃរូបមន្តសំខាន់ព្រោះវាអាចធ្វើឲ្យបងប្អូនមានអារម្មណ៍ថាលំហែហើយនឹងកាត់បន្ថយការតានតឹងចំណុចទី2បងប្អូនត្រូវរៀបចំសម្ភារៈប្រឡងឲ្យបានត្រឹមត្រូវដែលមានដូចជាប៊ិចបន្ទាត់ឬក៏សម្ភារៈសំខាន់ផ្សេងទៀតដែលបងប្អូនត្រូវរៀបចំសម្រាប់ការត្រៀមប្រឡងនៅថ្ងៃស្អែកហ្នឹងព្រោះដើម្បីជៀសវាងនៅការភ្លេចភ្លាំងនៅពេលព្រឹកឬមួយក៏អាចជាបញ្ហាកាត់ឡើងណាមួយជាយថាហេតុដែលបងប្អូនមិនបានត្រៀមទុកមុនចំណុចទី3ត្រូវសម្រាកបានគ្រប់គ្រាន់និងបរិភោគអាហារដែលមានអនាម័យបងប្អូនត្រូវសម្រាកបានគ្រប់គ្រាន់អាចចន្លោះពីម៉ោង6ម៉ោងទៅ7ម៉ោងដើម្បីឲ្យខួរក្បាលរបស់បងប្អូនបានសម្រាកបានល្អសូមចងចាំថានៅពេលដែលខួរក្បាលរបស់បងប្អូនសម្រាកបានល្អគឺនឹងធ្វើឲ្យបងប្អូនអាចចងចាំនិងដោះស្រាយលំហាត់បានល្អជាជាងពេលដែលខួរក្បាលរបស់បងប្អូនកំពុងតែហត់នឿយបន្ថែមពីនេះទៀតនោះបងប្អូនត្រូវបរិភោគអាហារដែលមានអនាម័យនិងគួរបរិភោគអាហារណាដែលជាអាហារហឹរឬមួយក៏ជាអាហារដែលមានបញ្ហាដែលអាចធ្វើឲ្យបងប្អូនមានបញ្ហានៅពេលកំពុងតែប្រឡងដែលធ្វើឲ្យការប្រឡងរបស់បងប្អូននឹងមិនអាចរលូនបានឡើយយុទ្ធសាស្ត្រនៅក្នុងបន្ទប់ប្រឡងទី1មុននឹងការចាប់ផ្ដើមធ្វើវិញ្ញាសាសូមបងប្អូនសន្លឹកមើលទៅលើសន្លឹកវិញ្ញាសាហើយនឹងការណែនាំជាមុនសិនមុននឹងចាប់ផ្ដើមធ្វើវិញ្ញាសាព្រោះអីវានឹងអាចធ្វើឲ្យបងប្អូនអាចរៀបចំការប្រឡងរបស់បងប្អូនឲ្យមានសោភ័ណភាពល្អទី2គឺការធ្វើលំហាត់ក៏ដូចជាការធ្វើសំណួរបងប្អូនត្រូវមើលទៅលើសំណួរណាដែលបងប្អូនធ្វើជាមុនឬមួយក៏ជាសំណួរណាដែលស្រួលព្រោះវាអាចធ្វើឲ្យបងប្អូនមានទំនុកចិត្តហើយនឹងអាចធ្វើឲ្យបងប្អូនសន្សំបន្ទុកនៅក្នុងដៃទី3គ្រប់គ្រងពេលវេលាបានល្អការគ្រប់គ្រងពេលវេលាកុំចំណាយពេលទៅលើលំហាត់ឬក៏សំណួរមួយណាដែលបងប្អូនមិនចេះអាចរំលងទៅធ្វើសំណួរណាដែលបងប្អូនអាចធ្វើបានហើយត្រឡប់មកធ្វើវាវិញព្រោះនេះគឺជាវិធីសាស្ត្រដ៏ល្អដែលបងប្អូនអាចរៀបចំពេលវេលានៅក្នុងការប្រឡងហើយនឹងកាត់បន្ថយការចាស់ជាពេលវេលាហើយនឹងចំណុចចុងក្រោយគឺការផ្ទៀងផ្ទាត់គឺបងប្អូនចំណាយពេល2ទៅ3នាទីនៅចុងក្រោយណាដើម្បីមើលទៅលើលេខតុកលេខបន្ទប់ដែលបងប្អូនបាន
នឹងវិញ្ញាសាម្ដងថាបងបានរៀបចំគ្រប់គ្រងជ្រុយហើយនឹងនៅដើម្បីជៀសវាងកំហុសកើតមានឡើងដោយអចេតនាហើយនឹងមានវិបត្តិសេរីនៅក្រៅការប្រឡងសារលើកទឹកចិត្តពីបងអ្នកចេះគឺជាប់បងប្អូនបានខំប្រឹងអស់ពីការអស់ពីចិត្តសឹងតែពេញមួយឆ្នាំទៅហើយការប្រឡងនៅថ្ងៃស្អែកនេះគឺប្រៀបដូចជាឆាកមួយអញ្ចឹងបងប្អូនខំប្រឹងអស់ពីសមត្ថភាពហើយបងជឿជាក់ថាបងអាចធ្វើទៅបាន